រឿងព្រះគោព្រះកែវនៅស្រុកល្វើយមួយមានគ្រួសារមួយរស់នៅពីរនាក់ប្តីប្រពន្ធប្រកបរបរធ្វើស្រែចម្ការនាងប្រពន្ធមានផ្ទៃពោះលុកដល់យុគមួយបានយល់សុបិនថានាងបានជន់ជៀនពេជ្រពាក់3វងហើយក៏បាត់ទៅវិញនាងភ្ញាក់ឡើងភ័យផងអផងក៏ឲ្យប្តីទៅរកគ្រូទាយមាននប់ជាប្តីបានទៅរកគ្រូទាយតាមដំណើរសុបិនរបស់ប្រពន្ធគ្រូទាយក៏គុនគូមើលតាមក្បួនតម្រាហើយក៏ប្រាប់ទៅមាននប់ថាបើតាមសុបិននេះល្អណាស់គឺមានអ្នកមានបុណ្យមកចាប់កំណើតតែត្រូវឲ្យនាងតមកំបរិភោគផ្លែស្វាយខ្ចីបើមិនដូច្នេះនឹងមានគ្រោះថ្នាក់សូមក្មួយចាំសម្គាល់មើលខ្លួនឯងចុះមាននោះត្រឡប់មកផ្ទះវិញក៏ប្រាប់ប្រពន្ធតាមពាក្យដែលគ្រូបានទាយព្រមទាំងហាមប្រពន្ធដោយបរិភោគស្វាយខ្ចីលោកពពោះបានគ្រប់ខែនាងចេះតែនឹកចង់ស្វាយខ្ចីយ៉ាងខ្លាំងពេលមួយនាងដើររកមើលឃើញផ្លែស្វាយខ្ចីមួយក៏ប្រាប់ប្តីឲ្យឡើងបេះតែមាននោះមិនព្រមឡើងបេះឲ្យដោយធ្វើជាទៅចង្កាបាត់ដោយនឹកចង់ស្វាយខ្ចីខ្លាំងពេករហូតដល់ទ្រាំលែងបានក៏ដើរទៅរកបេះដោយខ្លួនឯងនាងខំប្រវាយប្រវេសឡើងដើមស្វាយនេះឯងពេលទៅដល់លើនាងថោកចំមេឃពុកមួយស្រាប់តែបាក់ធ្លាក់ចុះដល់ដីស្លាប់មួយរំពេចពេលនោះឆ្នេរពូចេញកូនគោមួយនិងកូនប្រុសមួយពីផ្ទៃរបស់នាងកូនគោចេញមកភ្លាមក៏ជះដើរមួយរំពេចឯកូនមួយទៀតនៅក្នុងស្រោមនៅឡើយកូនគោបានរត់ទៅរកឪពុកឲ្យជួយប្អូនដែរនៅក្រោមដើមស្វាយនោះមានលោកឃើញកូនគោបានដើរតាមរហូតទៅដល់ឃើញប្រពន្ធដេកស្លាប់ក្រោមដើមស្វាយក៏យំសោកសៅប្រពន្ធជីពុនពេកព្រះគោបានប្រាប់ឲ្យឪពុកលើកប្អូនចេញមកមាននោះបានយកកូននោះទៅផ្ទះលោកព្រឹកឡើងមាននោះ3កូនដើរសុំទឹកដោះពីអ្នកស្រុកឲ្យកូនបាយអ្នកស្រុកបានសួរមាននោះថានេះជាកូនអ្នកណាបានជាក្មួយដើររកទឹកដោះឲ្យបើដូច្នេះមាននោះឆ្លើយថានេះជាកូនរបស់ខ្ញុំចុះម្ដាយវាទៅណាបានជាមិនឲ្យបាយប្រពន្ធខ្ញុំធ្លាក់ពីលើដើមស្វាយស្លាប់បាត់ហើយក្នុងពោះរបស់នាងមានកូនគោមួយនិងកូនមួយនេះឯងលើដូច្នេះអ្នកស្រុកផ្អើចោលរំមើលពេលអ្នកស្រុកមកមើលឃើញមាននោះ3កូនមួយមានទាំងកូនគោមួយនៅក្បែរផងគេនាំគ្នាឈ្ងើយយ៉ាងខ្លាំងហើយដឹងថាមានកូនកើតមកជាសត្វគោឯម្ដាយបែកពូស្លាប់ខុសគេឯងដូច្នេះអ្នកស្រុកយល់ថានាំឲ្យចង្រៃដល់ភូមិស្រុកក៏នាំគ្នាជេរស្ដីតាមវាយបណ្ដេញមាននោះនិងកូនលែងឲ្យមកនៅក្បែរភូមិមាននោះនិងកូនទាំងពីររត់ទៅរស់នៅក្នុងព្រៃឆ្ងាយដាច់ពីគេឯងដោយមិនហ៊ានសាងសង់ផ្ទះសម្រាប់ជ្រកកោនអ្វីឡើយមាននោះនាំកូនទៅជ្រកតែក្រោមដើមឈើធំធំហើយដើរបេះផ្លែឈើបរិភោគអាហារក្រោយមកព្រះក៏ព្រះកែវរៀបធំល្មមនឹងក្តីថ្ងៃមួយពីរនាក់បងប្អូនបានចេញមកវាលមួយបានឃើញក្មេងគង់វាលគោមួយវងកំពុងលេងយ៉ាងសប្បាយព្រះគោបានសំបងទៅលេងជាមួយពួកគេដែរដោយបោចបួធ្វើជាខ្សែចងព្រះគោដឹកចេញទៅលុកដល់ពេលបាយឃ
ក្មេងៗទាំងនោះនាំគ្នាស៊ីបាយជុំគ្នាឯព្រះកែវគ្មានបាយក៏ដើរទៅសុំគេឲ្យខ្ញុំសុំស៊ីផងទេអញមិនឲ្យទេយីអានេះមកពីណាបានជាមកសុំបាយគេស៊ីពេលគេស៊ីបាយរួចព្រះកែវឃើញក្របបាយជាប់នៅនឹងស្លឹកចេកក៏សុំគេទៀតតែពួកក្មេងកុំវាលនោះបានយកស្លឹកខ្ចប់បាយនោះទៅញីចោលរួចដេញវាជាព្រះកែវចេញទៅព្រះកែវបានរត់មកប្រាប់ព្រះគោដោយយំខ្សឹបខ្សួលនឹងពួកគេតែវាជេរមកលើខ្លួនព្រះគោបាននឹងអាណិតព្រះកែវជាប្អូនចឹងខ្លាំងព្រះគោឃើញប្អូនក្លៀនបាយហើយត្រូវគេដេញវាធ្វើបាបរំទាំងតែដៀលថ្មីនោះឆ្នេះក៏តាំងរោ3ដងស្រាប់តែចេញក្អែចិញ្ចៀមហូបអាហារទឹកដែលមានបែកធោស្លាប់ព្រីឡាក់សុទ្ធតែគ្រឿងមីប្រាក់ឲ្យប្អូនបរិភោគម្នាក់ឯងហើយដើម្បីបានជីបងមិនក្អែអាហារនេះឲ្យពុកយើងផងមិនបានទេអាហារនេះគឺសម្រាប់តែប្អូនឯងតែម្នាក់ប៉ុណ្ណោះពួកក្មេងកុំវាគោបានមើលឃើញព្រះគោក្អែចិញ្ចៀមអាហារនឹងរបស់របរប្រើប្រាស់សុទ្ធតែគ្រឿងមីប្រាក់ដូចនេះក៏លបចាំមើលរកព្រះគោលេបគ្រឿងមីប្រាក់យ៉ាងនោះចូលក្នុងពុកវិញក្មេងៗបាននាំគ្នារត់ទៅប្រាប់ពុកម្ដាយរៀងខ្លួនធ្វើឲ្យចាស់ក្នុងភូមិឈ្មោះពីហេតុការណ៍នេះអ្នកភូមិបាននាំគ្នាប្រើឆាឡោកាន់ពូថៅកាន់កាំបិទដំបងទៅពត់ចាប់ព្រះគោដើម្បីវះយកវត្ថុទឹកយ៉ាងនោះពេលឡំអត់ចាប់បានព្រះគោហើយគេក៏ដឹកយកមកចងជាប់នឹងដើមកណ្ដាលធំមួយនឹងមានមនុស្សឈរមើលព្រះគោដោយសេចក្តីងឿងឆ្ងល់នឹងចង់បានទ្រព្យរបស់ដែលមាននៅក្នុងពូព្រះគោពេលអ្នកស្រុកចូលបំរុងនឹងធ្វើបាបព្រះគោព្រាមនោះព្រះគោបានឲ្យប្អូនដើមកន្ទុយឲ្យចុះហើយក៏ហោះឡើងសណ្ដោដើមកណ្ដាលធំរលំហាក់លើពួកអ្នកស្រុកទាំងអស់នោះធ្វើឲ្យអ្នកខ្លះត្រូវបាក់ដៃឬបាក់ជើងបែកក្បាលស្ទើរគ្រប់គ្នាហើយព្រះគោបានស្រែកប្រាប់ទៅអ្នកស្រុកតែត្រូវរបួសថាឲ្យយកដើមកណ្ដាលទៅដាំផឹកនឹងជាវិញហើយពេលឮដូច្នេះអ្នកខ្លះបានកាប់យកព្រឹកដើមឈើនោះទៅដាំផឹកដើម្បីព្យាបាលរបស់ខ្លួនស្រាប់តែជាសះស្បើយយ៉ាងស័ក្តិសិទ្ធិមែនក៏នាំគ្នានឹកដល់ព្រះគោដែលមានបារមីរឹកខ្លាំងពូកែនិងលែងហ៊ានបៀតបៀនព្រះគោទៀតព្រះគោបានហោះទៅនៅក្នុងព្រៃដ៏ជ្រៅឆ្ងាយពីភូមិអ្នកស្រុកនេះហើយរស់នៅពីរនាក់បងប្អូនម៉ែស្រះទឹកមួយយ៉ាងល្អនិយាយពីឪពុករបស់ព្រះគោព្រះកែវបាត់កូនមិនឃើញត្រឡប់មកកន្លែងដើមវិញក៏ខំស្រែកហៅជុំវិញទីនោះមិនឃើញសោះមាននោះនឹកកូនឪពុកម៉ែបានដើររកស្ទើរគ្រប់ទីកន្លែងមិនឃើញទៀតមាននោះធ្វើដំណើរចេញពីទីនោះដើរស្វែងរកកូនដោយក្តីវល់បំផុតមិនយូរប៉ុន្មានឪពុករបស់ព្រះគោព្រះកែវធ្លាក់ខ្លួនឈឺរហូតដល់ដួលស្លាប់ក្នុងព្រៃនោះទៅឡើងពីពុត្រី7អង្គរបស់ស្ដេចនាងហើយជាបុត្រីបើមានរូបឆោមស្អាតនិងមានចរិតស្លូតបូតជាងគេថ្ងៃមួយបុត្រីទាំងអស់គ្នាអបសក់នឹកចង់ទៅលេងព្រៃតែនៅឆ្ងាយពីរាជវាំងក៏បានទូលសូមអនុញ្ញាតពីព្រះបិតារួចចេញដំណើរទៅលុះទៅដល់ទឹកស្រះមួយកណ្ដាលព្រៃក្បែរកន្លែងព្រះគោព្រះកែវស្នាក់នៅបុត្រីស្ដេចទាំងអស់គ្នានិងពួកហៃហោមទាំងឡាយនាំគ្នាឈប់សម្រាកនិងងូតទឹកលេងយ៉ាងសប្បាយក្នុងស្រះទឹកនោះព្រះគោឮសូរមាត់មនុស្សអ៊ូអរក៏ចេញមកមើលឃើញព្រះបុត្រីស្ដេចទាំង7អង្គព្រះកែវបានចាប់ចិត្តស្រឡាញ់នាងពៅតែដោយខ្លួនគ្មានសម្លៀកបំពាក់ត្រឹមត្រូវបានរត់មកនិយាយប្រាប់បងព្រះគោឮប្អូននិយាយប្រាប់ក៏ក្អែសម្លៀកបំពាក់និងគ្រឿងអលង្ការទិព្វ
ឲ្យព្រះកែវស្លៀកពាក់យ៉ាងស្អាតហើយចេញទៅបុត្រីស្ដេចទាំងនោះឃើញព្រះកែវភ្លាមនាំគ្នាលួចស្រឡាញ់ហើយចុះទៅងូតទឹកលេងល្បែងដេញចាប់យ៉ាងសប្បាយរីករាយនៅក្នុងស្រះទឹកពេលព្រះកែវចាប់បានដេញជួតែនាងពៅហើយពេលនាងពៅចាប់បានវិញក៏ដេញជួតែព្រះកែវដែរលុះលេងបានជឿបន្តិចទៅនាងពៅនិងព្រះកែវកាន់តែស្និទ្ធស្នាលឡើងធ្វើឲ្យបងខឹងនាំគ្នាត្រឡប់ទៅព្រះរាជវាំងវិញព្រមទាំងនិយាយថានឹងយករឿងនេះទៅទូលព្រះបិតាពេលត្រឡប់ទៅដល់រាជវាំងវិញបងរបស់នាងពៅចូលទៅគាល់ព្រះបិតាជាធម្មតាដោយពុំឃើញនាងពៅចូលទៅគាល់ស្ដេចក៏សួររកនាងពៅទៅណាបានជាមិនឃើញមកដូច្នេះព្រះបិតានាងពៅមិនហ៊ានចូលគាល់ទេព្រះអង្គតើមានរឿងហេតុអ្វីបានជាមិនហ៊ានចូលមកព្រះបិតាពេលទៅស្រង់ទឹកលេងនោះនាងពៅបានប្រឡែងជាមួយបរិសម្នាក់ដោយគ្មានខ្លាចក្រែងអ្វីឡើយស្ដេចស្ដាប់កូនបងទូដូច្នេះក៏ខឹងនឹងនាងពៅដែលហ៊ានធ្វើផ្ដេសផ្ដាសឥតក្រែងខ្លាចព្រះអង្គបានបញ្ជាឲ្យនិរទេសនាងពៅចេញពីរាជវាំងទៅរស់នៅក្នុងព្រៃនាងពៅបានធ្វើដំណើរក្នុងព្រៃដោយសោយតែផ្លែឈើរហូតដល់ជួបនឹងព្រះកែវព្រះគោបានរៀបអភិសេកព្រះកែវនិងនាងពៅរួចបានឯចេញប្រាសាទយ៉ាងល្អសម្រាប់ប្អូនរស់នៅទាំងអស់គ្នានិយាយពីស្ដេចសៀមបានប្រើរាជទូតនាំសារទូលថ្វាយស្ដេចខ្មែរបបួលប្រជល់មន់ដាក់ប្រជារាស្ត្រពលទាហាននិងទ្រព្យសម្បត្តិការជល់នេះស្ដេចសៀមជាអ្នកឈ្នះតែស្ដេចខ្មែរបានសំជល់ម្ដងទៀតលើកក្រោយនេះស្ដេចខ្មែរមានការព្រួយព្រះរតីជាខ្លាំងព្រោះមិនដឹងជារកមន់នៅឯណាមកជល់នឹងមន់ស្ដេចសៀមព្រះអង្គបានឲ្យពួកសេនាស្វែងរកមន់ខ្លាំងពូកែគ្រប់កន្លែងលុះពួកគេដើរទៅបានជួបនឹងនាងពៅហើយបាននិយាយតាមដំណើររឿងព្រមទាំងត្រឡប់មកវិញយកដំណឹងនេះទូលថ្វាយស្ដេចពេលនោះស្ដេចនិងបុត្រីទាំងអស់បានយល់ថាត្រូវឲ្យនាងពៅជាមួយព្រះកែវដោះស្រាយរឿងនេះព្រះកែវយករឿងនេះទៅប្រាប់បងពេលនោះព្រះគោសុខចិត្តប្រែក្រឡាខ្លួនជាសត្វមាន់ដើម្បីជួយដល់នគរទាំងមូលពេលចូលលើកនេះមាន់ស្ដេចខ្មែរឈ្នះខាងស្ដេចសៀមធ្វើឲ្យស្ដេចសៀមខឹងជាខ្លាំងហើយឈ្មោះថាហេតុអ្វីបានជាមាន់ស្ដេចខ្មែរមានមាឌតូចសោះអាចសម្លាប់មាន់កកដ៏ធំរបស់យើងដូច្នេះនេះប្រហែលមានរិទ្ធបារមីអ្វីហើយមកទៅស្ដេចសៀមមិនអស់ចិត្តក៏បបួលប្រជល់ដំរីម្ដងស្ដេចសៀមមិនអស់ចិត្តក៏បបួលប្រជល់ដំរីម្ដងពេលនេះព្រះគោត្រូវប្រែក្រឡាជាដំរីដើម្បីប្រជល់ម្ដងទៀតលើកនេះដំរីខ្មែរឈ្នះដំរីសៀមដល់ដែរធ្វើឲ្យស្ដេចសៀមកាន់តែខឹងនិងចង់ដឹងថែមទៀតលើកក្រោយសៀមបានរៀបចំគោយន្តធ្វើពីដែកហើយមកបបួលស្ដេចខ្មែរប្រជល់ម្ដងទៀតលើកនេះព្រះគោដឹងច្បាស់ថាច្បាស់ជាចាញ់គេហើយក៏និយាយប្រាប់ប្អូនឲ្យប្រុងប្រយ័ត្ននាំនាងពៅមកក្បែរទីលានប្រយុទ្ធហើយត្រៀមតោងកិនទុយដើម្បីហោះចេញលុះដល់ពេលជល់ព្រះគោបានព្យាយាមជល់ជាមួយក៏យន្តយ៉ាងខ្លាំងព្រះគោបានបោកបុកក៏យន្តរបស់សៀម3ដងដឹងថាមិនអាចឈ្នះបានក៏រត់មករកប្អូនភ្លាមព្រះកែវនាំនាងពៅតាមកន្ទុយបកហើយព្រះគោហោះវឹងចេញធ្វើឲ្យផ្អើលអស់ទាំងខ្មែរទាំងសៀម
នឹកតាមមើលហើយសៀមនឹកចង់បានព្រះគោយ៉ាងខ្លាំងក៏នាំពលទាហានដេញតាមចាប់ចំណែកនាងពៅតាំងកន្ទុយព្រះគោយូរទៅក៏ធ្លាក់ចុះមកដីព្រះកែវឃើញដូច្នេះក៏លេងដៃចុះតាមនាងពៅពេលធ្លាក់ចុះមកដល់នាងពៅបានប្រាប់ព្រះកែវឲ្យរត់ចេញទៅព្រោះពួកសៀនតាមជាប់មកពីក្រោយហើយនាងក៏ដាច់ខ្យល់ស្លាប់មួយរំពេចព្រះកែវរត់ចេញទៅឯព្រះគោដឹងថាប្អូនធ្លាក់ចុះមកក្រោមក៏ចុះមកតាមប្អូនជួបនឹងព្រះកែវក៏នាំគ្នារត់គេចចេញពីពួកសៀមនិយាយពីព្រះឥន្ទ្រីក្តៅក្រហាយនៅមិនបានក៏ប្រមើមើលខាងក្រោមឃើញនាងពៅដេកស្លាប់កណ្ដាប់ព្រៃដូច្នេះក៏យកទឹកកិនតំមកស្រោចពីលើសពនាងឲ្យខ្លាចជាថ្មនិងនាំប្រលឹងនាងទៅគង់នៅឋានសួគ៌ចំណែកព្រះគោចេះតែនាំប្អូនរត់គេចរហូតដល់កន្លែងមួយមានព្រៃច្រើនគ្រាន់បើក៏ពួននៅទីនោះចាប់ពីព្រះគោនៅត្រង់នោះមកធ្វើឲ្យដើមឈើទាំងឡាយមានផ្លែផ្កាស្រស់បំព្រងសត្វផងទាំងពួងក៏ដូចអ្នកភូមិក្បែរនោះបានសបោសប្បាយប្លែកខុសពីធម្មតាដំណឹងនេះបានលេចឮដល់ស្ដេចសៀមគេបានឲ្យហោរាទាយដឹងថាមានព្រះគោនៅត្រង់នោះក៏នាំទាហានដេញតាមចាប់បន្តទៀតដោយចង់បានព្រះគោទៅនៅក្នុងស្រុករបស់គេខ្លាំងពេកក៏ចេះតែតាមចាប់គ្រប់ពេលវេលាព្រះគោនាំប្អូនហោះពីទឹកដោះបន្ទាយលងវើកមានព្រៃឬស័យដោះយ៉ាងក្រាស់ព័ទ្ធជុំវិញក៏នាំគ្នាលាក់ខ្លួនពូននៅទីនោះស្ដេចសៀមបានឲ្យហោរាទីដឹងថាព្រះគោនៅទីនោះក៏លើកគ្នាមកតាមចាប់តែចូលមិនរួចដោយមានព្រៃឬស័យច្រើនពេកក៏រកល្បិចបាចប្រាក់ដួងមកច្រកក្នុងកាំភ្លើងបាញ់ចូលព្រៃឬស័យនោះហើយត្រឡប់ទៅវិញពេលក្មេងខ្វាគោមកដល់កន្លែងនេះរើសបានប្រាក់ដួងនៅតាមគុំឬស័យក៏នាំគ្នាទៅប្រាប់ឪពុកម្ដាយធ្វើឲ្យអ្នកស្រុកនាំគ្នាមកកាប់ឆ្ការព្រៃឬស័យដើម្បីយកប្រាក់នោះមិនយូរប្រមាណឬស័យទាំងនោះត្រេកខ្ទីអស់សៀមបានលើកទ័ពមកម្ដងទៀតពេលនោះព្រះគោព្រះកែវប្រែក្រឡាជាសត្វក្របីហើយដើរចូលក្នុងវងក្របីដើម្បីបន្លំពួកសៀមស្ដេចសៀមបានយកព័ទ្ធស្បែកក្របីព័ទ្ធជាសីមាជុំវិញវងក្របីដើម្បីចាំមើលក្របីទាំងនោះលោតរំលងព្រាត់រត់បាត់អស់នៅពេលពួកសៀមដេញវាយតែព្រះគោនិងព្រះកែវមិនព្រមលោតរំពាត់ក៏ឈរនៅស្ងៀមព្រោះខ្លាចសាបសិលមុនវិជាផ្សេងពួកសៀមចាប់ព្រះគោព្រះកែវហើយបានវិជ័យហើយយកដាក់ឃុំទុកនៅក្នុងស្រុកសៀមអត់ទៅពេលវេលាយប់មួយព្រះគោព្រះកែវលួចរត់ចូលមកដល់ស្រុកខ្មែរពួកសៀមបានលើកទ័ពមកតាមចាប់ព្រះគោព្រះកែវស្ទើរគ្រប់ទីកន្លែងរហូតដល់ចាប់បានម្ដងទៀតលែងហ៊ានជេរវាយតែបែរជាសង់ប្រាសាទយ៉ាងស្អាតឲ្យព្រះគោនិងព្រះកែវគង់នៅហើយមានជញ្ជាក់ខណ្ឌ7ជាន់និងមានអ្នកយាមយ៉ាងត្រឹមត្រូវដោយខ្លាចព្រះគោលួចរត់នោះទៀតពួកសៀមយល់ថាកាលណាបានព្រះគោគង់នៅទីណាទីនោះនឹងបានសុខសាន្តដូច្នេះហើយបានជាពួកសៀមខំថែរក្សាព្រះគោព្រះកែវទុកយ៉ាងរឹងមាំហើយចាប់តាំងពីពេលនោះមកព្រះគោព្រះកែវលែងបានវិលត្រឡប់មកស្រុកខ្មែរវិញរហូតមកដល់សព្វថ្ងៃ